រាត្រីដ៏ស្ងប់ស្ងាត់នៅភូមិគ្រឹះដ៏ទំនើបមួយកណ្ដាលរាជធានីភ្នំពេញមិនមែនជាពេលវេលាសម្រាប់ខ្មោចតាម៉ៅឡើយតាម៉ៅគឺជាខ្មោចបុរាណដែលយាមកាមផ្ទះនេះតាំងពីចំនួនមុនគាត់ស្លៀកខោចៅពណ៌ក្រហមឆ្អៅខ្លួនទូទេនិងមានសក់រញ៉េរញ៉ៃគួរឲ្យខ្លាចប៉ុន្តែយប់នេះគាត់មានអារម្មណ៍ថាបាក់ទឹកចិត្តកំពុងលុកលុយជីវិតក្រោយសេចក្តីស្លាប់របស់គាត់យ៉ាងខ្លាំងនៅចំពោះមុខគាត់គឺក្មេងៗ Gen Z 3 នាក់រិទ្ធសុកនិងស្រីនាកំពុងអង្គុយជុំគ្នានៅលើសាឡុងភ្នែករបស់ពួកគេម្នាក់ជាប់ស្អិតនឹងអេក្រង់ទូរស័ព្ទរៀងៗខ្លួនសំឡេងភ្លេង TikTok ដ៏កន្ត្រាក់អារម្មណ៍និងសំឡេងកំភ្លើងបាញ់គ្នាភងផាំងចេញពីគេ Mobile Agents បានបន្លឺឡើងលុបលើបរិយាកាសដ៏ព្រឺព្រួយដែលតាម៉ៅខំបង្កើតឡើងតាម៉ៅចាប់ផ្ដើមបញ្ចេញរឹតដំបងដោយការធ្វើសំឡេងយ៉ាងវែងអន្លាយចេញពីកាច់ជ្រុងងងឹតនៃចិន្តាគាត់រំពឹងថានឹងឃើញពួកគេស្រែកផ្អើលរត់ចោលជើងគ្នាប៉ុន្តែផ្ទុយទៅវិញស្រីនាងងាក់មកមើលត្រឹមមួយផ្លែតរួចនេះអេទាំងភ្នែកមិនព្រិចចេញពីអេក្រង់ថាអូយបងរិទ្ធមើលម្ចាស់តែយើងច្នៃប្រឌិតដល់ហើយមានបំពង់សំឡេង ASMR ខ្មោចទៀតលយម៉ែម៉ងសំឡេងឡើង surround sound ដូចក្នុងរោងគុនចឹងនាងថែមតាំងលើកទូរស័ព្ទថតវីដេអូតាម៉ៅដែលកំពុងឈរហួរឈាមតាមភ្នែករួចឧទានថាពុតតូអើយ filter នេះប្លែកមែនទែនបោះផូចូល story Instagram ច្បាស់ជាមានអ្នកចុច like ខ្ទេចមិនខានតាម៉ៅស្ទើរទៅដួលផ្ងាជើងឈាមដែលគាត់ខំប្រឹងបញ្ចេញមកយ៉ាងពិបាកបែរជាคล้ายជា filter សម្រាប់ក្មេងៗទៅវិញគាត់មិនព្រមចុះចាញ់ក៏សម្រេចចាត់លួនចេញពីក្រោមទូរទស្សន៍ក្នុងសភាពសក់រញ៉េរញ៉ៃបិទមុខដៃម្ខាងកាន់ក្បាលខ្លួនឯងបង្ហាញពួកគេប៉ុន្តែសុកដែលកំពុងវាយរែងយ៉ាងជោគចិត្តបានស្រែកខ្លាំងៗថាហេលោកតាកុំមកបាំងសិវ៉ាកំពុងវាយរែងសំខាន់ណាស់បើចង់រំ TikTok ទៅរំនៅមុខកំចកទេកុំមកពីងមុខទូរទស្សន៍បែបនេះឬក៏បន្ថែមទាំងសើចម៉ែនៃតាឈុតតួសម្ដែងនេះសមណាប៉ុន្តែបើស្លៀកខោចៅចេញវាអោតពេកហើយតាគួរតែរកឈុតអីសម័យទំនើបជាងនេះបន្តិចទេតាម៉ៅដកដង្ហើមធំបើទោះជាគាត់គ្មានសូត្រក៏ដោយគាត់ដែរចេញពីបន្ទប់ទទួលភ្ញៀវតែងទឹកមុខអស់សង្ឃឹមរួចទៅអង្គុយលើធ្នឹមផ្ទះដ៏ខ្ពស់គាត់ដកទូរស័ព្ទដៃ iPhone 15 Pro Max ដែលកូនចៅទើបតែដុតសែនឲ្យកាលពីបុណ្យប្រជុំបិណ្ឌកន្លងទៅចេញមកឯងមិនជឿថាឯងលងពួកក្មេងនេះមិនខ្លាចសោះអស់តម្លៃជាខ្មោចតាម៉ៅអស់ហើយគាត់អ៊ូទីតិចម្នាក់ឯងមានដៃស្គមស្កាំងរបស់គាត់ជួយបើកម្មវិធីដែលមានរូបវងមួយពណ៌បៃតងខ្មៅដែលគាត់ធ្លាប់លើខ្មោចក្មេងៗចំនួនក្រោយនិយាយតគ្នាថាវាដឹងសពដឹងគ្រប់ទាំងអស់នោះគឺ ChatGPT សួស្តី AI ខ្ញុំជាខ្មោចបុរាណម្នាក់តើធ្វើដូចម្ដេចដើម្បីលងក្មេង Gen Z ឲ្យខ្លាចខ្លាំងរហូតដល់នោមដាក់ខោវិធីបុរាណដូចជាការហូរឈាមឬការស្រែកយំមិនមានប្រសិទ្ធភាពចំពោះពួកវាសោះតែមកវាអត្ថបទទាំងញ័រដៃគាត់ធាត់តែប្រើមន្តអាគមខ្មែរតែពេលនេះគាត់ត្រូវបង្ខំចិត្តពឹងផ្អែកលើបញ្ញាសព្ទនិមិត្តដើម្បីស្ដារកិត្តិយសរបស់គាត់ឡើងវិញរងចាំតែប៉ុន្មានវិនាទីបន្ទាត់អក្សរក៏លោតឡើងលើអេក្រង់យ៉ាងលឿនChatGPT ឆ្លើយតបមកវិញនៅយុទ្ធសាស្ត្រដែលតាម៉ៅនឹកស្មានមិនដល់ដើម្បីធ្វើឲ្យ Gen Z ភ័យខ្លាចបំផុតលោកមិនចាំបាច់បង្ហាញមុខគួរឲ្យខ្លាចឬហូរឈាមនោះទេលោកគ្រាន់តែវាយប្រហារលើខ្សែជីវិតរបស់ពួកគេលោកគ្រាន់តែធ្វើរឿងមួយគត់គឺដកខ្សែវាយចេញឬធ្វើឲ្យអ៊ីនធឺណិតដើរយឺតបំផុតតាមដែលអាចធ្វើទៅបាននេះគឺជាសុបិនអាក្រក់បំផុតរបស់ពួកគេតាម៉ៅចាប់ដាំភ្លឺរលោងដោយក្តីសង្ឃឹមថ្មីគាត់សាយកុកអឹកសំឡេងសាយរបស់គាត់ពេលនេះពោពេញដោយលុបបេកលមិនមែនជាការគំរាមកំហែងបែបបុរាណទៀតទេអូហូ AI ឆ្លាតមែនចាំមើលណាយប់នេះឯងនឹងឲ្យពួកឯងដឹងថាអ្វីទៅជាការរន្ធត់ពិតប្រាកដតាម៉ៅលោតចុះពីលើធ្នឹមរួចតម្រង់ទៅរក router Wi-Fi តែកំពុងបញ្ចេញពន្លឺភ្លាបភ្លាត់នៅកាច់ជ្រុងបន្ទប់ការសងសឹកតាមបែប Digital ទើបតែចាប់ផ្ដើមប៉ុណ្ណោះតាម៉ៅសម្លឹងមើលទៅឧបករណ៍បញ្ចេញសញ្ញា Wi-Fi តូចមួយនោះដោយក្រសែភ្នែកពោពេញដោយមោទនភាពនិងល្បិចកលបំផុតដែលខ្មោចសម័យបុរាណម្នាក់អាចមានដៃស្គមស្កាំងដែលមើលឃើញស្អាប់របស់គាត់លូកទៅប៉ះខ្សែភ្លើងពណ៌ខ្មៅរួចដកវាចេញពីព្រីភ្លើងឡើយមិនបង្ងង់យូរភ្លាមនោះពន្លឺពណ៌ខៀវតូចដែលធ្លាប់តែលោតញាប់បង្ហាញពីភាពរស់រវើកនៃពិភពអ៊ីនធឺណិតក៏រលត់ទៅវិញងងឹតឈឹងដោយដង្ហើមចុងក្រោយរបស់សត្វលោកដែលត្រូវគេផ្ដាច់សង្ខារចោលភ្លាមដូច្នោះដែរបរិយាកាសក្នុងផ្ទះដែលធ្លាប់តែស្ងប់ស្ងាត់ក៏ស្រាប់តែផ្ទុះឡើងនៃសំឡេងស្រែកយ៉ាងទ្រហឹងអឹងកង់បង្កឲ្យមានភាពវឹកវរដែលតាម៉ៅមិនធ្លាប់ឃើញក្នុងរយៈពេលរាប់រយឆ្នាំនៃការធ្វើជាខ្មោចរបស់គាត់
ឬដែលកំពុងផ្ដោតអារម្មណ៍យ៉ាងខ្លាំងក្នុងការវាយបន្ទាយស្ត្រីក្នុងเกม Mobile Legends ស្រាប់តែបោះទូរស័ព្ទទៅលើពូករួចស្ទុះក្រោកឈួរដូចជាមន់ជាន់ អត់ទេកំពុងវាយរែងមិនក៏ដេក Wi-Fi បែបនេះងោះបញ្ញាយធ្លាក់រែងអលួយ ទឹកមុខរបស់គេស្លេកស្លាំងញើសចូលខ្នាភ័យស្រិនស្រជាងប្លេឃើញខ្មោចលងពិតទៅទៀតគេរត់មកជុំវិញតុដាក់ router ទាំងទឹកមុខអស់សង្ឃឹមនិងព្យាយាមចុចប៊ូតុងបញ្ឆាក់ឡើងវិញយ៉ាងញាប់ដៃចំណែកសុកដែលកំពុងដេកអូសមើលវីដេអូស្រីស្អាតរ៉ាំលើ TikTok ក៏មានស្ថានភាពមិនខុសគ្នាដែរគេខំអូសអេក្រង់ចុះអូសឡើងយ៉ាងញាប់ដៃតែអេក្រង់បែរជាបង្ហាញតែរង្វង់វិលចុះវិលឡើងមិនឈប់ឈរ ស្អីនេះមើល Wi-Fi តិចមើលមិនក៏វាគាំងចឹងកំពុងមើលវីដេអូជិតចប់ទៅហើយ ស្រីនេះដែលកំពុងផ្ដោតអារម្មណ៍ផាត់មុខតាម tutorial ក្នុង YouTube ដើម្បីត្រៀមថតរូបបង្ហោះចូល Instagram ក៏ស្រែកតបវិញទាំងមួម៉ៅនិងភ័យខ្លាចយ៉ាងខ្លាំង មិនមែនតែបងឯងទេខួងក៏មើលមិនកើតដែរអ៊ីនធឺណិតនេះយឺតជាងអណ្ដាវទៀតតែមានរឿងអីកើតឡើងនឹងឆាប់តែឆែកមើលម៉ូដឹមភ្លាមទៅ តាម៉ៅឈោអបដៃផែខ្នងនឹងចិញ្ចៀងមើលសកម្មភាពរបស់ក្មេងៗទាំងនោះដោយក្តីពេញចិត្តជាខ្លាំងគាត់មិនដែលនឹកស្មានថាការធ្វើបាបមនុស្សសម័យថ្មីវាស្រួលដល់ថ្នាក់នេះគាត់មិនចាំបាច់ហត់ហាកទ្រូមបង្ហាញថ្លើមឬលៀនអណ្ដាតវែងៗឲ្យគេខ្លាចនោះទេគ្រាន់តែធ្វើឲ្យពិភពអនឡាញរបស់ពួកគេដាច់ចរន្តពួកគេក៏រៀបនឹងឈួតទៅហើយគាត់ដកទូរស័ព្ទដៃដែលកូនចៅសែនឲ្យក្នុងពិធីបុណ្យកន្លងតៅចេញមកម្ដងទៀតរួចវៃសាសួរឆែកជាពិធីដើម្បីរកល្បិចបន្ថែមពួកគេចាប់ផ្ដើមភ័យហើយតែមានវិធីអ្វីផ្សេងទៀតដើម្បីឲ្យពួកគេរិះតែរន្ធត់ជាងនេះឆែកជាពិធីឆ្លើយតបមកវិញក្នុងល្បឿនលឿនដោយភ្លេចបន្ត ជំហានបន្ទាប់លេងជាមួយធម្មពលថ្មបើគ្មានអ៊ីនធឺណិតពួកគេនៅមានសង្ឃឹមប្រើ 4G ប៉ុន្តែបើគ្មានថ្មទូរស័ព្ទពិភពលោករបស់ពួកគេនឹងរលាយបាត់ទាំងស្រុងចូលធ្វើឲ្យទូរស័ព្ទពួកវាដាច់ថ្មឬសាកថ្មមិនចូលនេះគឺជាការសម្លាប់ខាងផ្លូវចិត្តដ៏ខ្លាំងក្លាបំផុតសម្រាប់មនុស្សជំនាន់ Gen Z នាពេលបច្ចុប្បន្ន តាម៉ៅញញឹមខៀបទាំងក្តីកំប្លែងគាត់ដើរតម្រង់ត្រង់ដោយសាកថ្មទូរស័ព្ទដែលរឹតកំពុងដកចោលជាប់នឹងជញ្ជាំងតាម៉ៅប្រើមុនតាមខ្មោចដែលច្របាច់បញ្ចូលគ្នាជាមួយបច្ចេកទេស Digital ធ្វើឲ្យចរន្តអគ្គិសនីក្នុងផ្ទះចាប់ផ្ដើមឆាបឆាយតិចៗក្នុងខ្សែភ្លើងភ្លាមនោះទូរស័ព្ទរបស់រឹតដែលធ្វើមានថ្មរ៉ាទ័រ 90% ស្រាប់តែលុតចុះមកត្រឹម 1% ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីរួចក៏រលត់ងឹតស្លុបតែម្ដង ហើយទូរស័ព្ទអញរលត់ហើយសាកថ្មមិនចូលទៀត រឹតស្រ័យយំសឹងតែហួរទឹកភ្នែកចេញមកពិតៗ ឆាតជើខូចមែនទេសុកស្រីនេះជួយរក power bank ឲ្យអញលឿនមកបើទូរស័ព្ទនេះរលត់អញស្លាប់មិនខានទេ ពួកក្មេងៗទាំង3នាក់ចាប់ផ្ដើមរត់ចូលរត់ឡើងកុំតែយ៉ាងវឹកវរខ្លាចជាប់ជើងគ្នាខ្លាបបោះក្បាលនឹងទ្វារបន្ទប់ទឹកថាមកសាយកកសំឡេងសាររបស់គាត់ដែលធ្វើឲ្យគួរឲ្យខ្លាចបែបបុរាណឥឡូវនេះបែរជាខ្លាចជាសំឡេងនៃជឿជំនឿក្នុងសម័យ Digital តែមកគិតក្នុងចិត្តទាំងអំណួតថា Chat GPT នេះពិតជាគ្រូខ្មោចសម័យថ្មីមែនមិនបាច់ហត់លងបន្លាយតាមរបៀបចាស់ៗទេគ្រាន់តែលេងផ្លូវចិត្តបន្តិចបន្តួចពួកវាក៏មានអារម្មណ៍ថាដូចថ្លឹងនរកទាំងរស់ទៅហើយ ប៉ុន្តែក្នុងខណៈដែលតាម៉ៅកំពុងសះស្បើយនឹងជ័យជំនះនេះស្រាប់តែគាត់នឹកឃើញរឿងដ៏សំខាន់មួយដែលគាត់បានភ្លេចគិតបើ Wi-Fi ក្នុងផ្ទះនេះត្រូវបានគាត់បដិសេធចោលទៅហើយតើទូរស័ព្ទខ្មោចរបស់គាត់អាចភ្ជាប់អ៊ីនធឺណិតដើម្បីប្រើ Chat GPT បានដោយរបៀបណាគាត់បញ្ញាប់លើកទូរស័ព្ទមើលក៏ឃើញសញ្ញានោះគ្នាសិនលួតឡើងក្រហមងាំងលើអេក្រង់ ស្លាប់ហើយអញភ្លេចគិតត្រឹមនេះ តាម៉ៅឧទានឡើងទៀងស្លុនស្លោឥឡូវនេះសូម្បីតែខ្មោចក៏គ្មានអ៊ីនធឺណិតប្រើសម្រាប់សួរយោបល់ AI ដែរផែនការលងបន្លាចវាបន្ទាប់របស់គាត់ត្រូវជាប់គាំងភ្លាមតាម៉ៅចាប់ផ្ដើមភ័យព្រោះគាត់មិនដឹងថាត្រូវធ្វើអ្វីបន្តទៀតដោយគ្មានជំនួយពី Chat GPT ឡើយគាត់ត្រូវតែរកវិធីភ្ជាប់ Wi-Fi ឡើងវិញដោយសម្ងាត់ដើម្បីអាចប្រើបច្ចេកវិទ្យាដ៏អស្ចារ្យនេះបន្តទៀតប៉ុន្តែការធ្វើបែបនេះអាចនឹងធ្វើឲ្យពួកក្មេងៗឈប់ខ្លាចទៅវិញក្នុងពេលដែលតាម៉ៅកំពុងស្ទាក់ស្ទើរស្រាប់តែមានពន្លឺចម្លែកមួយចេញពីទូរស័ព្ទរបស់គាត់ហើយសំឡេង AI បន្លឺឡើងក្នុងការត្រជាខ្មោចរបស់គាត់ថា អ្នកប្រើប្រាស់មិនចាំបាច់បារម្ភទេខ្ញុំមានមុខងារ offline mode សម្រាប់ខ្មោច តាម៉ៅបើកភ្នែកធំដោយភាពងឿងឆ្ងល់និងរំភើបជាថ្មីគាត់សម្លឹងមើលអេក្រង់ទូរស័ព្ទដែលឥឡូវនេះបញ្ចេញពន្លឺពណ៌ខៀវស្រងាត់យ៉ាងចម្លែកខុសប្លែកពីពន្លឺទូរស័ព្ទធម្មតាដែលគាត់ធ្លាប់ឃើញពីមុនមកសំឡេង AI បន្តពន្យល់ក្នុងការត្រជាខ្មោចរបស់គាត់ដោយភាពស្ងប់ស្ងាត់ថា Offline mode គឺជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលអនុញ្ញាតឲ្យវិញ្ញាណអាចទាញយកថាមពលពីរលកធាតុអាកាសនិងភាពភ័យខ្លាចរបស់មនុស្សមកបំផ្លែងជាទិន្នន័យបញ្ជាលោកមិនចាំបាច់ត្រូវការ router ឬសេវា 4G ទៀតទេដែលរាប់ណាពួកក្មេងៗទាំងនេះកំពុងតែស្ថិតក្នុងភាពស្លូនស្លោនិងអស់សង្ឃឹមនឹងការបាត់បង់ពិភពលោក Digital របស់ពួកគេ
តាម៉ៅញញឹមយ៉ាងមានល្បិចគាត់មានអារម្មណ៍ថាខ្លួនឯងលែងជាខ្មោចបុរាណដែលហួសសម័យទៀតហើយតែជាខ្មោចបច្ចេកវិទ្យាដ៏មានអំណាចបំផុតនៅចំខណ្ឌាបន្ទប់រិទ្ធសុកនិងសេរីនីកំពុងអង្គុយជុំគ្នាជុំវិញ router ដែលងងឹតស្លុបដោយក្តីបារម្ភជាទីបំផុតវាអាចទៅរួចយ៉ាងម៉េចទៅបើកុំតាក់ភ្លើងក្នុងផ្ទះនៅតែបោកធម្មតាតែសញ្ញា Wi-Fi បែរជាបាត់ឈឹងទៅវិញយ៉ាងចម្លែកបែបនេះរិទ្ធសួរដោយសំឡេងញ័រខណៈដៃរបស់គេព្យាយាមចុច refresh លើអេក្រង់ទូរស័ព្ទមិនឈប់ឈរឡើយសេរីនីដែលជាអ្នកនិយមលេង TikTok ស្ទើរតែយំទៅហើយបងអើយវីដេអូដែលខ្ញុំទើបតែអាប់ឡូតមិញនឹងមិនដឹងវាបង្ហោះជោគជ័យឬអស់ទេបើដាច់បាត់នៅពាក់កណ្ដាលទីបែបនេះច្បាស់ជាបាត់បង view អស់មិនខានទេលោកអើយតាម៉ៅឃើញឱកាសមាសមកដល់គាត់ក៏វាយបញ្ជាទៅក្នុងកម្មវិធី Chat GPT ភ្លាមថាតើខ្ញុំគួរធ្វើអ្វីបន្តទៀតដើម្បីឲ្យពួកវាដឹងច្បាស់ថាខ្ញុំជាអ្នកគ្រប់គ្រងស្ថានភាពនិងជាម្ចាស់ផ្ទះពិតប្រាកដ Chat GPT ឆ្លើយតបមកវិញភ្លាមដោយល្បឿនលឿនថាសាកល្បងប្រើមុខងារ Digital Shadow ខ្ញុំនឹងជួយបំផ្លាញរូបភាពរបស់លោកឲ្យទៅជាទិន្នន័យរូបភាពរួចបញ្ជូនវាទៅបង្ហាញលើអេក្រង់ទូរស័ព្ទដែលងឹតស្លុបរបស់ពួកគេទាំងអស់គ្នាក្នុងពេលតែមួយតែម្ដងគ្រាន់តែអានការណែនាំចប់តាម៉ៅក៏ប្រញាប់ចុចប៊ូតុងយន្តព្រមដោយមិនបង្អង់យូរឡើយ Oh yes ភ្លាមនោះអេក្រង់ទូរស័ព្ទរបស់ក្មេងទាំង3នាក់ដែលកំពុងតែងងឹតក៏ស្រាប់តែភ្លឺឡើងព្រមគ្នាដោយស្វ័យប្រវត្តិប៉ុន្តែអ្វីដែលពួកគេឃើញនៅលើអេក្រង់នោះមិនមែនជាកម្មវិធី Facebook Instagram ឬ YouTube ឡើយតែវាជារូបភាពសាខ្មៅដែលគួរឲ្យព្រឺព្រួចរបស់តាម៉ៅដែលកំពុងស្លៀកពាក់ខោចៃបុរាណហើយឈរអបដៃញញឹមដាក់ពួកគេយ៉ាងចម្លែកបំផុតហើយ hacker មានគេលួចចូលគ្រប់គ្រងទូរស័ព្ទយកហើយសុកស្រែកឡើងខ្លាំងដោយក្តីរន្ធត់ជាទីបំផុតពួកគេម្នាក់ព្យាយាមចុចបិទគ្រឿងអេឡិចត្រូនិកទាំងនោះប៉ុន្តែប៊ូតុងទាំងអស់ហាក់ដូចជាលែងដំណើរការទាំងស្រុងតាម៉ៅស្រ័យក្អាកក្អាយដោយភាពពេញចិត្តគាត់មានអារម្មណ៍ថាខ្លួនឯងមានតម្លៃនិងមានអំណាចជាងពេលណាទាំងអស់ក្នុងឆាកជីវិតជាខ្មោចគាត់សម្រេចចិត្តប្រើក្បាច់ចុងក្រោយដែល Chat GPT បានណែនាំដើម្បីបញ្ចប់រឿងគាត់បានផ្ញើសារជាសំឡេងដែលបន្លឺចេញពីឧបករណ៍គ្រប់យ៉ាងក្នុងផ្ទះថាចៅអើយបើចង់បាន Wi-Fi មកប្រើប្រាក់វិញចូលយកនំចំណីនិងផ្លែឈើឆ្ងាញ់មកសែនព្រេងឲ្យតាឲ្យបានច្រើនហើយអ្វីដែលសំខាន់បំផុតនោះគឺកុំភ្លេចប្រាប់ពាក្យសម្ងាត់ Wi-Fi ថ្មីឲ្យតាដឹងផងដើម្បីឲ្យតាលេងហ្គេមនិងមើល TikTok ជាមួយចៅដែរក្មេងៗទាំង3នាក់លែងហ៊ានសង្ស័យអ្វីទៀតហើយពួកគេបានដឹងយ៉ាងច្បាស់ថានេះមិនមែនជាបញ្ហាបច្ចេកទេសធម្មតាឡើយតែវាជាការលងបន្លាចពីខ្មោច Digital ដ៏មានមហិទ្ធិឫទ្ធិពួកគេប្រញាប់រត់ទៅយកនំចំណីមកដាក់លើទូសានយ៉ាងលឿនរួចអ៊ុចធូកសុំខមាតូចទាំងខ្លួនប្រានញ័រទៅត្រើតលោកតាអើយកូនចៅដឹងកំហុសហើយកូនចៅនឹងសែននំចំណីជូនលោកតារាល់ថ្ងៃឲ្យតែលោកតាមេត្តាបើកសេវាឲ្យពួកខ្ញុំបានលេងហ្គេមបន្តទៀតចុះរឹតលើកដៃសំពាក់ទាំងមុខស្លេកស្លាំងដោយមាន់ស្ងោតាម៉ៅញញឹមដោយមោទនភាពជាខ្លាំងរួចគាត់ក៏ចុចបញ្ជាបើក Wi-Fi ឲ្យពួកគេប្រើប្រាស់វិញជាធម្មតាក៏សម្លឹងមើលទូរស័ព្ទរបស់ខ្លួនឯងដោយក្តីរំភើបហើយវាយសារទៅកាន់ Chat GPT ជាលើកចុងក្រោយថាអរគុណ Chat GPT ឯងពិតជាមិត្តល្អបំផុតនិងជាគ្រូដ៏ពូកែរបស់ខ្មោចសម័យថ្មីមែនចាំធៀងស្អែកយើងនឹងរៀនពីរបៀបលងបន្លាចតាមរយៈ Metaverse ម្ដងមើលទៅវាប្រហែលជាសប្បាយជាងនេះទៅទៀតតាម៉ៅបាត់ខ្លួនចូលទៅក្នុងស្រមោលងងឹតវិញដោយភាពជឿជាក់បំផុតដោយទុកឲ្យក្មេងៗទាំងនោះអង្គុយលេងហ្គេមបណ្ដើរងាកមើលទូរស័ព្ទដោយភាពភ័យខ្លាចបណ្ដើរនេះគឺជាជោគជ័យដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជាខ្មោចរបស់គាត់ក្នុងយុគសម័យ Digital នៃសតវត្សទី21នេះ